ជំរាបមកបងនេះដែរសូមផ្ញើជូនដល់បងប្អូនកម្មករកម្មការនីរោងចក្រទាំងអស់ហើយសង្ឃឹមថាបងប្អូនអស់គ្នានឹងបានស្ដាប់បទនេះនេះហើយជាជីវិតអ្នករោងចក្រជីវិតកម្មករខ្ញុំរស់នៅទាំងតដស៊ីតែមកកាពះកាជះគេរាប់ឆ្នាំដេកឈឺញ័រញាក់អត់ប្រាក់គ្មានថ្នាំជីវិតខ្ញុំរោងកម្មដេកចាំតែថ្ងៃខ្សែធ្វើការទាំងយប់ថ្ងៃទឹកមាត់មិនសូវប្រៃគេមិនសូវផ្ដោតតម្លៃធ្វើខុសតិចទួយគេអាងអីជេស្ដីអាងតែខ្លួនជាមេអត់ចេះសារ៉េពាក្យសម្ដីខ្មែរដូចគ្នាសមមិនជាជនជាតិដតីមុននឹងហាមាត់ជេគួរតែចេះលោកលៃមានសពាតនឹងធ្វើកាយបញ្ហានឹងការងារវេទនានឹងលុយកាអង្គុយដេយូពេកភ្នែកខ្ញុំឡើងស្លើកលេចទៅមើលក្រោមម៉ាស៊ីនសតែពោះនឹងកពើកលេចទៅមើល QC ចេះតែចាប់អត់ចេះមើលកលេចទៅមើលពួកចិនចេះតែជេរអត់ចេះធ្វើអ្នកដឹងបានដឹងអ្នកមិនដឹងចាំខ្ញុំប្រាប់ម៉ោង3វាត្រៀមខ្លួនម៉ោង4វាត្រៀមចាប់ម៉ោង5វាត្រៀមជេរព្រោះអីវ៉ាន់វាបញ្ញាប់ឈឺមិនហ៊ានឈប់ត្រូវហត់មិនហ៊ានសម្រាកពេលខ្លះមិនចង់ត្រូវបង្ខំចិត្តធ្វើជីវិតកម្មករពោពេញដោយសម្ពាធគៀបសង្កត់ពីថ្នាក់លើជាពិសេសគឺចិនចេះតែជេរមិនចេះមើលចេះតែជេរមិនចេះមើលនេះហើយជាជីវិតអ្នករោងចក្រជីវិតកម្មករខ្ញុំរស់នៅទាំងតដស៊ីតែមកកាពះកាជះគេរាប់ឆ្នាំដេកឈឺញ័រញាក់អត់ប្រាក់គ្មានថ្នាំជីវិតខ្ញុំរោងកម្មដេកចាំតែថ្ងៃខ្សែធ្វើការទាំងយប់ថ្ងៃទឹកមាត់មិនសូវប្រៃគេមិនសូវផ្ដោតតម្លៃធ្វើខុសតិចទួយគេអាងអីជេស្ដីអាងតែខ្លួនជាមេអត់ចេះសារ៉េពាក្យសម្ដីជីវិតអ្នកក្រកម្មកររោងចក្របលាដោយកតិកណាត់7ចុះ11ចេញមានអ្វីមិនល្អពេលខាលងុយដេកងោកសឹងតែបាក់កខ្ញុំមិនរុញរាខ្ញុំនៅតែបន្តពូតែហេតុអ្វីពូតែជីវភាពគ្រួសារខ្ញុំក្របើមិនធ្វើអត់លុយបងអង្គុយអត់បាយពេលខ្លះគេជេរពេលខ្លះគេស្ដីពេលខ្លះអន់ចិត្តតែខ្ញុំមិននិយាយមិនហ៊ានស្រដីព្រោះតែខ្ញុំអ្នកក្រចេញពីខេត្តមកក្រុងឲ្យចិត្តបំរុងធ្វើការមិនចង់មានជីវិតឲ្យក្រលហាមទេណាសង្ឃឹមថ្ងៃមកបដូរផ្លាស់វាសនាបដូរពីមនុស្សក្រទៅមនុស្សហ៊ឺហាបដូរពីមនុស្សអន់ទៅមនុស្សអស់ចាយសង្ឃឹមវាសនារបស់ខ្ញុំដូចគេជីវិតកម្មករពោពេញដោយសម្ពាធនិងការគៀបសង្កត់ពេលចេញស៊ីអីក៏ត្រូវមានពេលកំណត់ពេលខ្លះឈឺពេលខ្លះហត់មានគ្រប់